តែហាមគាត់កូនអត់ឲ្យញ៉ាំមីដោយសារមីបោះមនុស្សធំខ្លាចគាត់កូនក្មេងញ៉ាំទៅក្តៅខ្លួនឬក៏មានបញ្ហាសុខភាពអីជាដើមអញ្ចឹងណាប៉ុន្តែឥឡូវនេះគឺខ្ញុំឲ្យកូនញ៉ាំមីបានហើយដោយសារតែឥឡូវគឺខ្ញុំជ្រើសរើសប្រភេទមីបោះជប៉ុនឲ្យកូនញ៉ាំណាចាជាប្រភេទមីបោះកូនក្មេងហ្មងសម្រាប់បងដែលគាត់មានកូនមកខួបឡើងអីអាចឲ្យញ៉ាំបានទេជាប្រភេទមីសរីរាង្គរបស់កូនក្មេងញ៉ាំអត់ប៉ះពាល់ដល់សុខភាពទេជាផលិតផលរបស់ជប៉ុនផ្ទាល់តែម្ដងក្នុងមួយកញ្ចប់ហ្នឹងគឺមាន3ដុំធំនេះឌីរូបខ្ញុំកាន់អញ្ចឹងហ្មងហើយមានប្រភេទអំបិលរបស់គេហ្នឹងគឺមានជាមួយគ្រឿងទៅស្រាប់ហ្មងគឺ3កញ្ចប់ដូចគ្នាដែរការឆុងគឺដូចបោះយើងមនុស្សធំអញ្ចឹងនេះកញ្ចប់គេពេលដែលយើងកាត់ទៅវាចេញរាងបែបនេះបងអើយគឺមីនេះមួយដុំគេឃើញអញ្ចឹងតូចទេប៉ុន្តែពេលដែលរីកទឹកគឺវារៀងច្រើនដែរខ្ញុំដាក់2ដុំដោយសារកូនខ្ញុំគាត់ញ៉ាំរៀងច្រើនហើយខ្ញុំឃើញរៀងតូចពេកស្មានតែតិចចុះមានណាបងអូនឲ្យរីកឡើងពេញឆ្នាំអញ្ចឹងបងដែលគាត់មានកូនញ៉ាំអីច្រើនអីចាដាក់តែមួយដុំអីក៏បានដែរហើយនេះប្រភេទអំបិលនៅពេលដែលយើងចាក់ចូលបែបនេះអូយថាវាឈ្ងុយក្លិនឈ្ងុយសំខាន់ខ្ជូតតាក់ទីងក្មេងទៀតមានជាប្រភេទកំតិចសាច់ហើយមានរូបដូចផ្កានៅក្នុងហ្នឹងហៅអូនស៊ីងហៅផ្កាឈូកនេះរៀងអូនិយាយថាតាក់ទាញសាហាវមែនបងអូនអើយគឺប្លែកមាត់កូនហើយគឺរូបរាងខ្ជូតតាក់ទាញកូនថែមទៀតសម្រាប់សាច់មីរបស់គេរៀងតុនហើយនៅពេលដែលដាក់ចូលមាត់គឺងាយរលាយអញ្ចឹងសម្រាប់ម៉ាក់ដែលគាត់មានកូនចង់ឲ្យកូនញ៉ាំរៀងប្លែកមាត់អីចាចំណេះចំណុកអីប្លែកមាត់អាចជ្រើសរើសប្រភេទមីនេះអាចសាកទាំងអស់គ្នាបានណាហើយសម្រាប់រសជាតិគឺខ្ញុំមានច្រើនរសជាតិខ្លាំងមែនតើម៉ាក់អាចឆាតចុះពេករបស់ខ្ញុំបានណាអរគុណ